3 2 1ទៅផ្ទះនៅក្នុងក្រុមហ៊ុនថ្មីនេះមានបុគ្គលិកម្នាក់គ្រប់ពេលវេលាណាចូលចេញទៅផ្ទះហើយអចាលោកប្រធានលោកក៏ចេញទៅផ្ទះដែរអ ហើយមើលមករួមការងារអីទៅកំពុងតែធ្វើគម្រោងការអាចជួយធ្វើគេទេការងាររបស់ខ្ញុំធ្វើឲ្យអស់ហើយក្តឹងខាងស្អែកបានយកហើយយើងនៅក្មេងត្រូវតែធ្វើឲ្យមុនការកំណត់ណាលោករួមមិនដល់ខាងស្អែកមែននារីក្លាហានចូលនៃរបស់ខ្ញុំគឺរៀននៅក្មេងធ្វើការងារហើយអញ្ចឹងគឺវាល្អហើយអាចធ្វើបានច្រើនទៀតឲ្យលុយថែមមកប្រកែកសំដីមែននៃរបស់ខ្ញុំគឺត្រូវចេះមានចក្ខុវិស័យវែងឆ្ងាយបន្តិចមានចក្ខុវិស័យវែងឆ្ងាយមួយចេះចាលោកឲ្យពីហ៊ុនខ្ញុំខ្លះមកថ្ងៃក្រោយខ្ញុំនឹងនៅក្រុមហ៊ុនធ្វើការយូរដូចលោកអញ្ចឹង idol ខ្ញុំចេញពីធ្វើការទៅប្រជុំមកធ្វើការប្រជុំអត់បានមែនមកធ្វើការត្រូវធ្វើការចេញពីធ្វើការត្រូវញ៉ាំបាយនាងពិតជាខ្លាំងមែនចូលគឺជាទេវតារឿងនេះមិនមែនជារឿងធំអីទេក៏ប៉ុន្តែខ្ញុំក៏មិនចង់រំខានពេលវេលារបស់អ្នកទាំងអស់គ្នាដែរណាមួយពេលវេលារបស់អ្នកទាំងអស់គ្នាក៏មានតម្លៃដែរអញ្ចឹងខ្ញុំមិនសិននិយាយច្រើនអីពេកនោះទេអញ្ចឹងរឿងបន្ទាប់ពីនេះនោះគឺនិយាយរឿងសំខាន់តិចបានអត់បានពិតជាធ្វើបានល្អមែនរឿងចុងក្រោយនៃថ្ងៃនេះគឺបង្កើតក្រុមចុងសប្តាហ៍ខ្ញុំអត់ទៅទេអញ្ចឹងបើខ្ញុំនិយាយថាមិនទៅមិនបាននោះអញ្ចឹងលោកបាក់ប្រាក់ខែខ្ញុំមកនឹងទៅ office ខ្ញុំបន្តិចចប់ហើយអតីតមុនទៅរកនាងត្រូវការឯកសារមួយមិនក៏រកនេះមិនឃើញខ្ញុំកំពុងលេងនៅសួរកុមារហ្នឹងណាលេងរឿងការងារសំខាន់អាចពន្យាពេលបានទេគ្មានលើក្រៅទៀតទេណាចុងសប្តាហ៍គឺជាពេលវេលាផ្ទាល់ខ្លួនរបស់ខ្ញុំរឿងការងារចាំចូលវិញចាំនិយាយបានអត់នាងគិតថាខ្ញុំមិនហ៊ានកាត់ប្រាក់ខែនាងមែននោះចប់ហើយព្រះរបស់ខ្ញុំត្រូវកាត់ប្រាក់ខែហើយលោកប្រធានថ្មីនេះខ្ញុំបានអានសភៅមួយក្បាលលោកប្រកាសជាចាប់អារម្មណ៍ហើយសភៅអីគេច្បាប់ការងារអស់ចាស់មែនទោះបីជាធ្វើបែបនេះស្រួលក៏ដោយតែខ្ញុំក៏ត្រូវដាស់តឿននាងដែរចូលតាមពិតទៅខ្ញុំគិតថាតើនាងអាចយោគយល់ដល់លោកប្រធានតិចទៅមិនចឹងព្រោះជាឆ្នាំងបាយអញ្ចឹងគឺយើងត្រូវទ្រាំគ្រប់យ៉ាងមែនគ្មានតម្រូវការអីទេពួកយើងមកទីនេះគឺដើម្បីតែរកលុយមិនមែនធ្វើជាជនរងគ្រោះរងភ័យអយុត្តិធម៌នោះទេយកលុយប៉ុណ្ណាធ្វើការប៉ុណ្ណឹងស្មានឯដែលឲ្យពួកយើងធ្វើការថែមម៉ោងដោយហ្វ្រីនោះនាងនិយាយក៏សមហេតុផលដែរមានការគេសង្កត់នៅកន្លែងធ្វើការត្រូវហ៊ានក្លាហានសេណូត្រូវអញ្ចឹងទៅផ្ទះជាមួយគ្នាមកអូខេក្លាហានសេណូថាកែខ្ញុំដល់ម៉ោងទៅផ្ទះហើយនេះគឺជាភាពក្លាហានជុំទី1របស់ខ្ញុំហើយទទួលយកមិនបានទេឈប់ធ្វើត្រូវហើយការងារអត់ក៏អត់ទៅចាស់មិនមែនរឿងធំដុំអីទេនាងទៅជាន់ទីម៉ានជាន់ទី2នាងមិនក៏នាងទៅជាន់ទី2គាត់ជាទៅយកឡានហ្នឹងឯងចាំខ្ញុំជួយជូនលោកទើបតែរៀនចប់សោះមានឡានជិះហើយថាមន្ត្រីនេះមិនមែនជាកូនអ្នកធម្មតាទេជនក្រីក្រនោះគឺជាខ្ញុំអូអត់ទេតាមពេលនេះខ្ញុំបាននិយាយអ្វីខ្លះជាមួយលោកតកែទៅចូលនាងតមុនចុះលោកតកែលោកស្ដាប់ខ្ញុំបកស្រាយសិនម្នាក់ប្រុសនេះក្រជាងខ្ញុំទៀត大河向东流啊，天上的星星参北斗啊，